កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទជប់បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានប្រព្រឹត្តទៅនាព្រឹកនេះហើយបានបញ្ចប់ទៅនៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំផាកាតខេត្តប៉ៃលិនប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរីប្រទេសថៃក្រុមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណដ្ឋផុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានអនុម័តចុះហត្ថលេខាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទជប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ